តើបងប្អូនអរគ្នាមិនមែនឌីធ្វើនំម្ដងមើលអានំនេះគេហៅនំគេនំស្ដេចដីឆឹងជាមួយនឹងស្ករត្នោតឥឡូវគេចាប់ផ្ដើមដំស្ករត្នោតបំរុងយកទៅឆឹងឥឡូវគេដាក់ភ្លើងហើយដាក់ឆ្នាំងខ្ទះមកដាក់ភ្លើងយកទៅឆឹងតែមកយើងឆឹងធ្វើយ៉ាងណាឲ្យវាស្អិតល្មួតណាមើលគោពេញមានអនាម័យល្អហើយគោហើយកោទៀតគោបែបឥណ្ឌាបំរុងប៊ីសនឹងខ្លោចហើយបន្ទាប់ពីគោហើយគោទៀតហូតទៅដល់រាប់ផ្លេចហើយឥឡូវគេចាប់ដើមលើកឆ្នាំងខ្ទះចាញ់មកហើយគេចាប់ដើមចាក់សណ្ដែកដីចូលហើយគេគោធ្វើម៉េចឲ្យមាត់លបាយនឹងចូលគ្នាអស់ហើយបន្ទាប់មកគេយកចាប់ដើមយកទៅបំលែងហ่ะគេយកទៅវាយឲ្យវាមាត់លបាយចូលគ្នាហើយឡើងរហូតដល់ហៅថារឹងណាឲ្យវារឹងគេចាប់ដើមលេងហើយផាត់ចុះផាត់ឡើងរហូតដល់វារឹងលេងចុះលេងឡើងលេងចុះដោយដៃម្រាម10របស់គាត់មូហើយលុញហើយពិតជាមានអនាម័យមែនទែនបាទការធ្វើនំបានឌីបោះទៅហើយចូលដល់លុញមួយទៀតហើយលុញទៀតបោះទៀតហើយអានេះចូលដល់ដំណាក់កាលដែលគេចាប់ដើមកាត់ហើយលុញរឹងហើយកាត់យកហើយកាត់មួយចំណែកតូចរួចហើយដល់កន្លែងពូម៉ៅម្ដងហើយពូម៉ៅគឺគាត់ចាប់ដើមធ្វើយ៉ាងណាឲ្យវាសប៉ែតណាដំគេមានឧបករណ៍របស់គេពិតជាញាប់ដៃញាប់ជើងមែនទែនពេលវេលាពិតជាមាសជាប្រាក់ហើយគាត់បន្ទាន់ណាមើលទៅគួរចង់ញ៉ាំមែនទែនឥឡូវចូលដល់កន្លែងគេដំរៀបហើយគេចាប់ដើមដំរៀបដាក់មួយថ្នាក់បំរុងនឹងវិចខ្ចប់ឃើញថាម៉ាស៊ីនមកគេពិតជាទំនើបមែនទែនបាទយើងមើលទៅគួរចង់ញ៉ាំណាស់ថង់ហើយចាប់ដើមចូលក្នុងថង់ហើយណាចូលក្នុងថង់មួយចូលទៅម៉ាស៊ីនមកគេហ្នឹងគឺគេគៀបសង្កត់កាត់វាឲ្យដាច់ជាប់មួយគេហៅថាមួយកញ្ចប់500មួយកញ្ចប់500ទុកសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំនឹងគ្រប់ត្រូលផលិតផលរបស់ឥណ្ឌាពិតជាឆ្ងាញ់មែនតើឥឡូវគេចាប់ដើមវិចខ្ចប់ហើយ